ប្រទេសថៃនៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025បានដាក់ពង្រាយយន្តហោះចម្បាំង F16 ដើម្បីវាយប្រហារមូលដ្ឋានយោធានិងទីតាំងកាំភ្លើងធំរបស់កម្ពុជានេះបើយោងទៅតាមកាសែតខៅសូតដែលដកស្រង់ព័ត៌មានពីកងទ័ពជើងគោកថៃលោកវិនថៃស៊ូវ៉ារីអ្នកនាំពាក្យកងទ័ពជើងគោកថៃបានបញ្ជាក់ថាប្រទេសថៃបានចាប់ផ្ដើមប្រើប្រាស់យន្តហោះចម្បាំង F16 នៅម៉ោង 7:10 នាទីព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025ដើម្បីវាយប្រហារមូលដ្ឋានអាវុធរបស់កម្ពុជានៅក្នុងតំបន់អានសេះខេត្តព្រះវិហារនិងតំបន់ក្បែរប្រាសាទព្រះវិហារក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថាមានយន្តហោះចម្បាំងប៉ុន្មានគ្រឿងចូលលុកលុយដែនអាកាសកម្ពុជានោះទេលោកវិនថៃនិយាយថាការវាយបកតាមអាកាសនេះគឺជាការឆ្លើយតបទៅនឹងកម្ពុជាដែលបានបាញ់ប្រហារមកលើកងទ័ពថៃមុនជាការអះអាងដែលត្រូវបានច្រានចោលយ៉ាងដាច់អហង្ការពីភាគីកម្ពុជាក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថាថៃបើកការបាញ់ប្រហារមុនមកលើតំបន់អានសេះនៅម៉ោង 9:04 នាទីព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025និងបន្តបាញ់ផ្លោងចូលតំបន់ប្រាសាទតាមាន់ដោយប្រើរថក្រោះហើយផ្លោងចូលបន្តទៅប្រាសាទព្រះវិហារចំការជែកនឹង5មករាប៉ុន្តែកម្ពុជាមិនបានតដៃនោះទេក្រសួងការពារជាតិកម្ពុជាមិនទាន់បានបញ្ជាក់នៅឡើយពីការវាយប្រហារដោយយន្តហោះ F16 របស់ថៃគិតត្រឹមម៉ោង 9:30 នាទីព្រឹកថ្ងៃទី8ខែធ្នូគួររំលឹកថាការប្រយុទ្ធគ្នានាខែកក្កដាឆ្នាំ2025ប្រទេសថៃបានប្រើយន្តហោះចម្បាំង F16 របស់អាមេរិកនិងយន្តហោះ Gripen របស់ស៊ុយអែតទម្លាក់គ្រាប់បែកបំផ្លាញទីតាំងច្រើនកន្លែងនៅកម្ពុជានិងបានបាញ់ផ្សែងពុលលើភូមិស៊ីវិលកម្ពុជាដែលផ្ដល់ផលប៉ះពាល់ដល់សុខភាពនិងបរិស្ថានរហូតមកដល់សប្តាហ៍ថ្ងៃនេះបើយោងទៅតាមការវិតម្លៃរបស់សម្ព័ន្ធអង្គការសង្គមស៊ីវិលកម្ពុជាខ្ញុំរស់សុធាពី News Today NTTV